នៅព្រឹកថ្ងៃទី13ខែមិថុនាឆ្នាំ2026ព្រះអង្គម្ចាស់នរោត្តមចក្រាវុធឯកអគ្គរដ្ឋទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រនិងព្រះអង្គម្ចាស់ក្សត្រីនរោត្តមរតនាទេវីជាព្រះអនុជបានយាងចុះសួរសុខទុក្ខប្រជារាស្ត្រជនភៀសឹកដែលកំពុងស្នាក់នៅជំរំសុវត្ថិភាពក្នុងភូមិបាត់កៅឃុំចុងកាល់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យព្រះអំណោយដែលបានប្រទានជូនដល់គ្រួសារជនភៀសឹកព្រមទាំងលោកគ្រូអ្នកគ្រូនាឱកាសនេះមានគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនប្រជារាស្ត្រភៀសឹកបានសម្ដែងនូវក្តីរំភើបយ៉ាងខ្លាំងចំពោះព្រះハរតីដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់នរោត្តមចក្រាវុធដែលមិនភ្លេចអំពីសុខទុក្ខរបស់ប្រជារាស្ត្រជួយនរោត្តមចក្រាវុធអូយឈ្មោះស្ដាច់ស្ដាច់នេះគេមើលឃើញពិតហ្នឹងស្អាតណាស់ពិតណាស់ស្អាតចាស់ហើយចាស់និយាយអាយុប៉ុន្មានដល់ហ្នឹង60ដាច់យាយ3ហើយទៅអូស្មាច់ជាមួយ5ឆ្នាំហើយកូនអើយកូនម៉ែពិបាកណាស់កូនអើយនេះខ្ញុំជួយសានតិចទៅហ្នឹងហើយព្រះអង្គប្រទានអង្គម្ចាស់ដែលបានប្រទានសូមអត់ទីពូស្គាល់ប្តីអត់ស្គាល់ទេបានប្រពន្ធណាកូនពីកូនធေါ်ក្នុងជំរំនេះមានជនភៀសសឹកប្រមាណជា200គ្រួសារដែលភៀសច្រើនរត់ភៀសខ្លួនចោលផ្ទះសម្បែងនៅតំបន់ប្រាសាទតាក្របីប្រាសាទតាមាន់ជាប់ព្រំដែនខ្មែរថៃដោយសារតែសង្គ្រាមឈ្លានពានរបស់ថៃជាមួយគ្នានេះព្រះអង្គបានយាងទតនិងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូដែលកំពុងខិតខំបង្រៀនកុមារាកុមារីជនភៀសសឹកនៅក្រោមតង់កៅស៊ូក្នុងជំរំនេះផងដែរមុនបន្តព្រះដំណើរទៅកាន់ជំរំបន្ទាប់ព្រះម្ចាស់នរោត្តមចក្រាវុធនិងព្រះម្ចាស់ក្សត្រីនរោត្តមរតនាទេវីព្រះអនុជព្រមទាំងក្រុមការងារអមព្រះដំណើរបានសម្រាកសោយនិងទទួលទានអាហារក្នុងជំរំភៀសសឹកក្នុងបរិយាកាសស្និទ្ធស្នាលនិងកក់ក្ដៅបំផុតព្រះវត្តមានរបស់ព្រះអម្ចាស់នរោត្តមចក្រាវុធនាឱកាសនេះបានបង្ហាញពីការយកប្រតិទុកដាក់មិនដែលភ្លេចឡើយអំពីសុខទុក្ខរបស់បងប្អូនជនរងគ្រោះទាំងអស់ហើយព្រះអង្គបានយល់យ៉ាងច្បាស់អំពីទុក្ខលំបាកទាំងផ្លូវកាយនិងផ្លូវចិត្តដោយសារតែការបាត់បង់ដីធ្លីផ្ទះសម្បែងដែលបានខិតខំកសាងយ៉ាងលំបាកនិងការបាត់បង់មុខរបរចិញ្ចឹមជីវិតនេះជាដើមទន្ទឹមនឹងនេះព្រះអង្គក៏នឹងបន្តខិតខំចូលរួមគ្រប់លទ្ធភាពក្នុងការរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាកម្ពុជានិងប្រជារាស្ត្រដែលកំពុងប្រឈមនេះធ្វើម៉េចឲ្យទៅដើមដីមកវិញធ្វើមិនបានត្រឡប់ទៅស្រុកវិញណាឲ្យជួយបានកូនចៅខ្ញុំចង់តែប៉ុណ្្នឹងឯងព្រោះខ្ញុំដូចខ្ញុំនិយាយចឹង10 3ហើយមកធ្វើដើម្បីសម្រាប់ពី